នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានទម្លាយព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយថាប្រទេសអ៊ីរ៉ង់ធ្លាប់បានព្យាយាមធ្វើឃាតកូនប្រុសរបស់លោកផ្ទាល់ការអះអាងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយទូរទស្សន៍ Channel 4ប៉ុន្តែលោកពុំបានបញ្ជាក់លម្អិតអំពីពេលវេលាកើតហេតុថាជាកូនប្រុសមួយណាក្នុងចំណោមកូនរបស់លោកឬក៏ផែនការនោះបានឈានដល់កម្រិតណានោះឡើយទោះបីជាយ៉ាងណាក៏ដោយការទម្លាយនេះបានកើតឡើងក្នុងអំឡុងពេលដែលភាពតានតឹងកាន់តែខ្លាំងក្លាបន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់បានផ្ទុះឡើងកាលពីខែកុម្ភៈមកដែលបានធ្វើឲ្យមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបានបាត់បង់ជីវិតការទម្លាយរឿងរ៉ាវដ៏គ្រោះថ្នាក់នេះត្រូវបានលោក Netanyahu លើកយកមកនិយាយដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការផ្ដល់ការការពារសន្តិសុខស្របពេលដែលគណៈបកសម្ព័ន្ធភាពរបស់លោកកំពុងនាំមុខតិចតួចប៉ុណ្ណោះនៅក្នុងការស្ទង់មតិខណៈដែលការបោះឆ្នោតជាតិគ្រោងនឹងធ្វើឡើងក្នុងពេល2ខែខាងមុខទៀតនេះលោកបានសង្កត់ធ្ងន់ថាការការពារសន្តិសុខមិនមែនជារឿងហួសហេតុនោះទេនៅពេលដែលជីវិតសមាជិកគ្រួសារនិងអិសរាជជននយោបាយកំពុងប្រឈមនឹងគ្រោះថ្នាក់ពីសំណាក់សត្រូវទោះជាយ៉ាងណាទីភ្នាក់ងារសារព័ត៌មាននិងអង្គការសហប្រជាជាតិក៏ដូចជាភាគីអ៊ីរ៉ង់នៅមិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរនេះនៅឡើយទេក្រៅពីការលើកឡើងរឿងកូនប្រុសរបស់ខ្លួនលោក Netanyahu ក៏បានទាមទារឲ្យប្រធានទីភ្នាក់ងារសន្តិសុខ Shin Bet ផ្ដល់ការការពារសន្តិសុខឲ្យបានសមស្របដល់បេក្ខជននាយករដ្ឋមន្ត្រីគ្រប់រូបផងដែរបន្ទាប់ពីមានរបាយការណ៍ថាស្ថាប័នសន្តិសុខធ្លាប់បានបដិសេធមិនផ្ដល់ការការពារដល់គូប្រជែងនយោបាយម្នាក់គឺលោក Gadi Eisenkot ការនេះកើតឡើងក្នុងពេលដែលគណៈបករបស់លោក Eisenkot កំពុងត្រូវបានព្យាករណ៍ថានឹងទទួលបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតខាងមុខដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់អិសរាជជននយោបាយគ្រប់ភាគីទាំងអស់